Ok ហ្នឹងហើយដើម្បីដាក់ limit cell បានយើងចូលទៅក្នុង TTH ជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងគ្រាន់តែបងប្អូនយើងបាទចុចទៅលើកាក់ហ្នឹងមកបាទបន្តមកទៀតគឺយើងចុចកន្លែងនេះមកបាទកន្លែងក្រហមហ្នឹងមកកន្លែងក្រហមនេះវាគេចង់និយាយថាបើយើងចង់លក់ហ្នឹងហើយកន្លែងខៀវនេះគេចង់និយាយថាបើយើងចង់ទិញណាអូខេអញ្ចឹងបើយើងចង់ឲ្យងាយស្រួលយើងដាក់ជាភាសាខ្មែរមកហ្នឹងហើយបាទអញ្ចឹងយើងចុចទៅលើហ្នឹងទៅបាទអញ្ចឹងកន្លែងនេះគឺយើងលក់នឹងឯងកន្លែងនេះកន្លែងទិញឃើញទេអូខេឥឡូវយើងចុចក្រហមមកបាទឥឡូវខ្ញុំ cancel លុយខ្ញុំចេញសិនខ្ញុំ cancel គ្រាន់តែខ្ញុំចុចកន្លែងបោះបង់នេះមកបាទកាក់ខ្ញុំវានឹង load auto ចូលមកក្នុងបាទចូលមកកន្លែងនេះរបស់ខ្ញុំអញ្ចឹងណាអូខេឥឡូវយើង set limit បាទអញ្ចឹងយើងចូលមកវានឹងមកដល់ចំណុចក្រហមបែបនេះអូខេបាទអញ្ចឹងយើងចុចក្រហមមកចូលមកបែបនេះអ្វីដែលយើងត្រូវធ្វើអត់មានអីច្រើនទេអញ្ចឹងកន្លែងនេះកន្លែងការបញ្ជាទិញកំណត់នេះអញ្ចឹងអាហ្នឹងយើងយកខាងលើបើសិនជាយើងចង់លក្ខណៈថា set តម្លៃបញ្ជាតម្លៃហ្នឹងដាក់តម្លៃត្រឹមណាអញ្ចឹងគេហៅថា set limit ឬ buy limit ហ្នឹងឯងអញ្ចឹងអាកន្លែងខាងក្រោមបាទគេដាក់ថាការបញ្ជាទិញទីផ្សារមានន័យថាពេលដែលយើងដាក់តម្លៃដាក់កន្លែងហ្នឹងទៅយើងធ្វើការទិញលក់ហ្នឹងគឺកាក់ឲ្យលុយរបស់យើងវាលោតចូលមកភ្លាមអញ្ចឹងណាប៉ុន្តែយើងអត់ចង់បានបែបហ្នឹងទេដោយសារតែតម្លៃកាក់ឥឡូវគឺវាទាបអញ្ចឹងយើងអត់ចង់បានបែបហ្នឹងទេអញ្ចឹងយើងដាក់ថា set limit នៅខាងលើនេះទៅបាទភាសាអង់គ្លេសថា set limit បាទបន្តមកទៀតកន្លែងនេះគឺយើង set តម្លៃបច្ចុប្បន្នគឺ 0.32 ហ្នឹងឯងអញ្ចឹងយើង set តម្លៃឧទាហរណ៍ថាខ្ញុំចង់ដាក់លក់តម្លៃ$24បាទបន្តមកទៀតចំនួនកាក់គឺខ្ញុំអូសមក100%បែបនេះមកបាទនេះភាគរយគឺ load 100%បែបនេះមកគឺកាក់របស់ខ្ញុំវានឹងចូលគ្នាទាំងអស់អញ្ចឹង2365គ្រាប់តម្លៃ$24ហ្នឹងសិនជាវាឡើងដល់ខ្ញុំនឹងទទួលបាន$56,760ណាតបខ្ញុំធ្វើការដាក់លក់បាទធ្វើការដាក់លក់ចុចកន្លែងខ្មៅហ្នឹងមកបាទគឺខ្ញុំអាចធ្វើការដាក់លក់បានហើយបាទអូខេខ្ញុំអាចធ្វើការដាក់លក់បានហើយអញ្ចឹងបាទគឺនេះជាតម្លៃដែលខ្ញុំដាក់ហើយនេះជាចំនួនកាក់បាទអញ្ចឹងពេលដែលវាឡើងដល់ចំនួនហ្នឹងវានឹងលក់នៅក្នុងតម្លៃហ្នឹងអូតូអូខេអរគុណច្រើន